អាយុដំទេសរដ្ឋមន្ត្រីគុណគីមអញ្ជើញចុះពិនិត្យទីតាំងរៀបចំជំរកបណ្ដោះអាសន្នជូនជនភៀសសឹកក្នុងខេត្តបន្ទាយមានជ័យធនធានអភិវឌ្ឍជនបទនិងកសិកម្មដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្ងៃទី28ខែមករាឆ្នាំ2026អាយរ៉ាំកតេសង្ឃហបណ្ឌិតគុណគីមទេសរដ្ឋមន្ត្រីអនុប្រធានទី1គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយអមដំណើរដោយអាយរ៉ាំអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យបានអញ្ជើញចុះពិនិត្យទីតាំងរៀបចំជំរកបណ្ដោះអាសន្នជូនជនភៀសសឹកដែលមិនទាន់អាចចូលទៅលំនៅឋានរបស់ខ្លួនវិញក្នុងខេត្តបន្ទាយមានជ័យការអញ្ជើញចុះពិនិត្យមានការចូលរួមពីប្រតិភូក្រសួងស្ថាប័នពាក់ព័ន្ធលោកប្រធានមន្ត្រីអង្គភាពជំនាញនិងអាជ្ញាធរមូលដ្ឋានស្រុកនិងឃុំអាយុដំទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថាអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបពិធិបតីហ៊ុនម៉ាណែតនិងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានចាត់ឲ្យក្រុមការងារចុះសិក្សានិងពិនិត្យឃើញផលលំបាករបស់បងប្អូនជនភៀសសឹកជាពិសេសជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅរំនៅឋានក្នុងនោះក្រុមការងារបានឯកភាពជារួមដោយបានដាក់សំណើទៅអន្តរក្រសួងដើម្បីពិនិត្យពីលទ្ធភាពកសាងជំរកបណ្ដោះអាសន្នជូនបងប្អូនជនភៀសសឹកសម្ដៅជួយលើកកម្ពស់សុខុមាលភាពដល់ជនភៀសសឹកអាយុដំទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថាការរៀបចំជំរកបណ្ដោះអាសន្នគឺបង្ហាញការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដើម្បីជួយឲ្យជនភៀសសឹកមានទីតាំងរស់នៅល្អប្រសើរមានសុវត្ថិភាពអនាម័យនិងសុខភាពល្អអាយុដំទេសរដ្ឋមន្ត្រីបញ្ជាក់ថាការរៀបចំជំរកបណ្ដោះអាសន្ននេះមានអំណោយផលដែលទទួលជនភៀសសឹកជាច្រើនគ្រួសារនិងការពារពីអាកាសធាតុជាពិសេសក្នុងរដូវវស្សាខាងមុខផងដែរសូមជម្រាបថាការរៀបចំជំរកបណ្ដោះអាសន្នគឺបង្ហាញការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលនិងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីមនោសញ្ចេតនានិងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីជួយឲ្យជនភៀសសឹកមានទីតាំងរស់នៅល្អប្រសើរសុខសុវត្ថិភាពអនាម័យនិងសុខភាពល្អខ្ញុំត្រូវការទុនបន្ថែមខ្ញុំចង់រៀបចំក្រៅឲ្យល្អជាងនេះខ្ញុំចង់ថែមស្រះមួយទៀតព្រោះមិនអាចពង្រីកអាជីវកម្មខ្ញុំបានតើអ្នកកំពុងត្រូវការដើមទុនពង្រីកអាជីវកម្មមែនទេឥឡូវនេះធនធានអភិវឌ្ឍជនបទនិងកសិកម្មផ្ដល់ជូនឥណទានគ្រប់គ្រងសិប្បកម្មសហគ្រាសធុនតូចនិងមធ្យមធនធានអភិវឌ្ឍជនបទនិងកសិកម្មដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្លងបញ្ចាំងពីឧត្តមភាពមួយខ្ញុំឥឡូវសួរហៅតែមីជាតិឆាសុតមន់ទេយាយម៉ានមីជាតិឆាសុតមន់ឆាក៏ឆ្ងាញ់ឆុងក៏ឆ្ងាញ់